ប្រាសាទបាក់រូងប្រាសាទបាក់រូងមានទីតាំងស្ថិតនៅចម្ងាយ1 គីឡូម៉ែត្រភាគពីយប់វត្តខ្នារធ្នង់ក្នុងភូមិគីឡូតាឈឹមឃុំសង្វើយស្រុកជីក្រែងខេត្តសៀមរាបប្រាសាទបាក់រូងក៏សាងឡើងអំពីឥដ្ឋបែរមុខទៅទិសខាងកើតកម្ពស់5ម៉ែត្រកន្លះមានទ្វារចូលនៅទិសខាងកើតនិងទ្វារ3ទៀតរចនាជាទ្វារបញ្ឆោតតែមិនមានលម្អអ្វីឡើយប្រាសាទនេះមានរាង4ជ្រុងស្មើដែលទំហំខាងក្នុងប្រវែង2ម៉ែត្រកន្លះទំហំខាងក្រៅប្រវែង 5.20 ម៉ែត្រហើយនៅជុំវិញប្រាសាទហ៊ុំព័ទ្ធទៅដោយកសន្ទុដែលមានប្រវែង50ម៉ែត្រគុណនឹង50ម៉ែត្រមេទ្វារខាងកើតប្រាសាទនេះគេយកថ្មភក់មានកម្រាស់យ៉ាងក្រាស់យកមកច្នៃជាទ្វារដែលមើលទៅមានលក្ខណៈប្លែកពីប្រាសាទផ្សេងៗដែលយើងធ្លាប់ឃើញប្រាសាទនេះមានផ្តែរទ្វារប្រវែង 1.75 ម៉ែត្រគុណនឹង 0.67 ម៉ែត្រដោយមានលក្ខណៈសម្គាល់ដូចជាផ្នែកខាងលើលម្អជាក្បាច់សន្លឹកឈើតូចៗដោយខាងក្នុងសន្លឹកឈើមួយចំនួនមានលម្អដោយរូបទេពប្រណម្យហើយក្បាច់បន្ទាត់ធ្នូមានរាងដូចមេឃឈើដែលចុងសងខាងមានលម្អដោយក្បាច់ខ្យងហ៊ានគួចវងចូលក្នុងរីឯនៅខាងក្រោមគឺជាក្បាច់ចង្វាយខ្យងហ៊ាននៅក្នុងនោះនៅកណ្ដាលផ្តែរមានចម្លាក់តួអង្គទេវកថាចំនួន2អង្គដែលមើលទៅហាក់ដូចជាកំពុងប្រយុទ្ធគ្នាដោយឡែកសសរពេជ្ររបស់ប្រាសាទបាក់រូងមានរាងជា8ជ្រុងដែលជ្រុងនីមួយៗលម្អដោយស្លឹកឈើមួយសន្លឹកអមដោយសន្លឹកឈើពាក់កណ្ដាលនិងសងខាងវ័ននៃសសរពេជ្ររីកទំហំធំនិងញឹកដែលមើលទៅដូចថ្នាំងដើមអំពៅគេធ្លាប់រកឃើញបដិមាទេពប្រុសមួយអង្គនិងបដិមាគោនុនមួយបដិមាទេពប្រុសនោះគេមិនអាចសន្និដ្ឋានថាទេពណាមួយនៃសាសនាបានទេត្បិតមិនមានអ្វីជាលក្ខណៈសម្គាល់ឡើយទេពប្រុសអង្គនេះពាក់មកុដរាងថ្នាក់ដូចភ្នំគិរីមកុដមានព្រះភ័ក្ត្រស្ងួតរូបនឹងគ្មានចលនាចិញ្ចើមផ្ដេកត្រង់រាងស្ដួយចុងច្រមុះធំព្រះនេត្រមានគំនុះ2បបោមាត់ក្រាស់ព្រះការវែងហើយស្លៀកសំពត់ខ្លីមានភ្លីមានជាយធ្នាក់សំយ៉ាក់លើផ្លូវខាងឆ្វេងនិងមានជាយធ្លាក់ចំមុខរាងដូចយុទ្ធការពីរជាន់ខាងក្នុងវែងជាងខាងក្រៅចងផ្អោបនឹងចង្កេះដោយខ្សែក្រវ៉ាត់រីឯបដិមាកូនុនគេឆ្លាក់ពីថ្មភក់ដោយមានបន្ទះថ្មមួយពីក្រោមហើយផ្នែកខាងក្បាលបានបាក់ពាក់កណ្ដាលទៅហើយគេពុំបានប្រទះឃើញសិលាចារឹកណាមួយឡើយម្ល៉េះហើយដើម្បីកំណត់អាយុកាលរបស់ប្រាសាទនេះយើងអាចពឹងទៅលើក្បាច់ផ្តែរសសរពេជ្របដិមានិងរូបរាងរបស់ប្រាសាទជាដើមផ្អែកទៅលើក្បាច់ផ្តែរទ្វារនិងសសរពេជ្រគឺមានលក្ខណៈដូចផ្តែរទ្វារប្រាសាទប្រៃរូបប្រាសាទមេបុណ្យប្រាសាទលក្ខនាងប្រាសាទបាតជុំទាំង4នេះនៅខេត្តសៀមរាបដូចគ្នាប្រាសាទភ្នំត្រំខេត្តកំពង់ចាមដែលអាចចាត់ចូលទៅក្នុងសិល្បៈរចនាបថប្រៃរូបនាពាក់កណ្ដាលសតវត្សទី10ក្នុងរជ្ជកាលព្រះបាទស្រីរាជេន្ទ្រវរ្ម័ននាគ្រិស្តសករាជ944ដល់967ចំណែកសម្ពត់របស់បដិមាគឺមានលក្ខណៈដូចសម្ពត់បដិមា
ហាយៈគ្រីវនៅក្រុមប្រាសាទសម្បូរនៃតំបន់ប្រាសាទសម្បូរព្រៃគុកប្រាង្គ N7 សប្តាហ៍ថ្ងៃនៅសារមន្ទីរជាតិហ្គីមេតប្រទេសបារាំងនិងបដិមាហរៈគ្រីវនៅប្រាសាទនាងខ្មៅខេត្តតាកែវប្រាសាទបាក់រូងគឺជាស្ថាបត្យកម្មប្រាសាទឥដ្ឋនៅសម័យអង្គរមួយដែលទំនងកសាងឡើងនៅសតវត្សទី10ក្នុងរជ្ជកាលព្រះបាទរាជេន្ទ្រវរ្ម័នហើយអាចចាត់បញ្ចូលក្នុងរចនាបថប្រាយរូបដោយហេតុថាប្រាសាទនេះពុំមានព័ត៌មានអំពីសិលាចារឹកយើងមិនដឹងច្បាស់ថាប្រាសាទនេះឧទ្ទិសដល់សាសនាណាមួយប្រាកដឡើយប៉ុន្តែតាមរយៈក្បាច់លម្អនៅលើផ្តែរនិងបដិមាកូនិនដែលរកឃើញនៅទីនោះយើងអាចសន្និដ្ឋានបានថាប្រាសាទនេះទំនងជាឧទ្ទិសដល់ព្រហ្មញ្ញសាសនានិកាយសេវៈដោយប្រាសាទប្រាយរូបនិងប្រាសាទមេបុណ្យខាងកើតដែលកសាងដំណាលគ្នាសូមអរគុណ